Ô, bom, tira. Bang một chiếc tích đường để chăm bốn ra các năm riêng trong tôi năm thảo trăm của tôi môn đang giờ pi đang muốn trăm đang bang không mua được thang nó phun ban mưa phơn miền phun đây niệm say cam mưa phơn miền kê thôi đâu bắt Phụng Dương đây ơi xe Phụng Dương mình ao dương cái thầm đó cái này ao dương lan lan ngay luôn nhé. Ui ộp về lục thu ộp về ông đó ộp về ngọt tay ngựa chương thì cùi on á cùng không ngô bình chặt không trong ngô bình Group នឹងជាទីមេត្រីនៅពេលនេះយើងឃើញថាយុទ្ធជនកម្ពុជាទាំង18រូបក៏បានជួបជុំក្រុមគ្រួសារប្រកបដោយក្តីរំភើបនិងរីករាយលើសពីការរីករាយក្រុមគ្រួសាររបស់យុទ្ធជនកម្ពុជាទាំង18រូបគឺបានបង្ហូរនៅទឹកភ្នែកជាក្តីរំភើបមួយជាពោះការនិវត្តន៍មកកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាពពីព្រោះថានេះគឺជាការទន្ទឹងរង់ចាំអស់រយៈពេល155ថ្ងៃមកហើយបន្ទាប់ពីយុទ្ធជនកម្ពុជារបស់យើងត្រូវបានចាប់ខ្លួនអស់រយៈពេល155ថ្ងៃគឺកាលពីថ្ងៃទី29កក្កដា2025ទន្ទឹមនឹងនោះដែរការទន្ទឹងរង់ចាំគឺត្រៀមរង់ចាំទទួលអស់រយៈពេល4ទៅ5លើករួចមកហើយក៏ប៉ុន្តែត្រូវបានខកខានមិនបានដោយបំណងក៏ប៉ុន្តែមកដល់ពេលនេះគឺបានដោយបំណងហើយចំពោះការជួបជុំក្រុមគ្រួសារដ៏រីករាយនិងរំភើបឥតឧបមានៅពេលនេះជាពិសេសនោះគឺបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខថ្នាក់ដឹកនាំរបស់យើងគ្រប់លំដាប់ថ្នាក់ទាំងអស់ទាំងព្រះករុណាព្រះ
មហាក្សត្រក៏ដូចជាសម្ដេចព្រះមហាក្សត្រីរួមទាំងសម្ដេចអគ្គមហាសេនាបតីតេជោនិងសម្ដេចគតិប្រិទ្ធបណ្ឌិតក៏ដូចជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតដែលលោកតែងតែយកប្រតិយនិងយកចិត្តទុកដាក់ជានិច្ចចំពោះសុខទុក្ខរបស់យុទ្ធជនកម្ពុជាទាំង18រូបជាមួយនឹងការស្វាគមន៍នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញយើងឃើញថាអិសរាជជនជាថ្នាក់ដឹកនាំរបស់យើងក៏បានជូននៅកម្រងផ្កាបាច់ផ្ការួមទាំងថវិកាឧបត្ថម្ភមួយចំនួនជូនទៅដល់យុទ្ធជនកម្ពុជាទាំង18រូបរបស់យើងដែលបានមកកាន់មាតុប្រទេសប្រកបដោយសុវត្ថិភាពហើយបន្ទាប់ពីបានធ្វើដំណើរចូលមកកាន់ស្ថានីយបដិសណ្ឋារកិច្ចសម្រាប់អិសរាជជនជាន់ខ្ពស់នៅឯអាកាសយានដ្ឋានរបស់យើងហើយនោះយើងឃើញថាយុទ្ធជនរបស់យើងទាំង18រូបបានជួបជុំក្រុមគ្រួសារមានទាំងឪពុកម្ដាយមានទាំងបងប្អូនពូមីងហើយមានយុទ្ធជនរបស់យើងខ្លះក៏បានជួបជាមួយនឹងគូដណ្ដឹងដែលក្រុងនឹងរៀបការនៅក្នុងពេលឆាប់ដ៏ខ្លីខាងមុខនេះផងដែរហើយក៏បានជួបជុំជជែកយ៉ាងរីករាយស្និទ្ធស្នាលនិងរាក់ទាក់បំផុតជាមួយនឹងក្តីរំភើបរោគអ្វីមកព្រៀបផ្ទឹមពំបានជាមួយគ្នានោះដែរយើងក៏សង្កេតឃើញការចូលរួមជូនដំណើររបស់លោកជំទាវបានស្រីមុំអភិបាលនៃគណៈអភិបាលខេត្តបៃលិនក៏បានជូនដំណើររហូតតាំងពីខេត្តបៃលិនមកដល់បាត់ដំបងរហូតមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញរបស់យើងគឺអមដំណើរតាមរយៈឧទ្ធម្ភាគចក្រពិសេសមកកាន់រាជធានីភ្នំពេញរបស់យើងផងដែរចានេះគឺជាកាយវិការបង្ហាញនឹងការយកចិត្តទុកដាក់ចាដ៏ស្មោះស្ម័គ្រយ៉ាងយកចិត្តទុកដាក់បំផុតរបស់អាជ្ញាធរដែនដីដែលមានលោកជំទាវបានស្រីមុំដែលជាអភិបាលនៃគណៈអភិបាលខេត្តបៃលិនគឺថាលោកជំទាវបានទទួលវីរៈយុទ្ធជនរបស់យើងតាំងតែពីនៅច្រកទ្វារអន្តរជាតិព្រំមកម្លេះរហូតមកដល់ចាការចោះចតនៃអធិបតេយ្យអំបញ្ញមិញនេះគឺឃើញថានេះគឺជាអ្វីដែលបង្ហាញនៅការយកចិត្តទុកដាក់ចំពោះវីរៈយុទ្ធជនរបស់យើងគឺស្របទៅតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលតែងតែលើកឡើងថាគឺមិនចោលយល់ធិនរបស់យើងណាម្នាក់ឡើយពលគឺនឹងខិតខំគ្រប់រិះរកគ្រប់វិធីចាដើម្បីចាស្វែងរកនៅការដោះលែងវីរៈយុទ្ធជនរបស់យើងហើយពេលនេះអ្វីដែលយើងតែងតែទន្ទឹងចង់បាននឹងប្រាថ្នាចង់ឃើញនោះគឺបានដូចអ្វីដែលយើងគ្រោងទុកហើយនេះគឺជាការទទួលនៅអំណររីករាយសាទរចាលោកចន្ទទីមុននឹងដំណាច់ឆ្នាំ2025ឈានចូល2026នោះហើយក៏ជាអ្វីដែលប្រជាពលរដ្ឋកម្ពុជារបស់យើងចាបានបង្ហាញនៅស្មារតីសាមគ្គីគ្នាចាលោកចន្ទទីកន្លងមកមិនត្រឹមតែជាការបង្ហាញនៅទឹកចិត្តចាអាណិតស្រឡាញ់នឹកសំណោះគ្នាទេក៏ប៉ុន្តែតាមរយៈស្មារតីខ្មែរស្រឡាញ់ខ្មែរខ្មែរជួយខ្មែរជាឃើញថាកន្លងមកគឺប្រជាពលរដ្ឋកម្ពុជារបស់យើងបានធ្វើការចារួបរวมសាមគ្គីគ្នាបានល្អតាមរយៈការចូលរួមឧបត្ថម្ភជាស្បៀងអាហារជាដើមជូនទៅដល់បងប្អូនប្រជាពលរដ្ឋជនភៀសសឹកយើងកន្លងមកដែរនេះគឺជាអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋនៅទូទាំងពិភពលោកពិតជារំភើបក៏ដូចជាកោតសរសើរចំពោះស្មារតីដ៏ល្អរបស់ប្រជាពលរដ្ឋខ្មែរយើងចា៎បាទជាការពិតណាស់តាមរយៈការវិលត្រឡប់មកកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាពខ្ពស់របស់យុទ្ធជនទាំង10របស់យើងទាំង18រូបនៅពេលនេះដោយដែលយើងខ្ញុំបានជម្រាបជូនជារឿយៗឲ្យថារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាជាពិសេសសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានធានានិងសន្យាយ៉ាងមុតមាំជាមួយក្រុមគ្រួសាររបស់យោធិនទាំង18នាក់ក៏ដូចជាប្រជាជនកម្ពុជានៅទូទាំងប្រទេសថាយើងមិនទុកយោធិនរបស់យើងណាម្នាក់ចោលនោះឡើយដោយយើងបានប្រើប្រាស់គ្រប់មធ្យោបាយនិងដំណោះស្រាយទាំងការទូតព្រមទាំងច្បាប់មនុស្សធម៌អន្តរជាតិរហូតសម្រាប់បានការដោះលែងនាថ្ងៃនេះដើម្បីឲ្យយោធិនរបស់យើងអាចមកជួបជុំក្រុមគ្រួសារជាទីស្រឡាញ់របស់ខ្លួនដែលបានទន្ទឹងរង់ចាំដោយក្តីនឹករលឹកជាពន់ពេកហើយនៅពេលនេះបំណងប្រាថ្នារបស់ក្រុមគ្រួសាររបស់យុទ្ធជនរបស់យើងទាំង18នាក់ក៏បានដូចទៅនឹងសំបំណងហើយជាមួយគ្នានោះប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសក៏ចូលរួមអបអរសាទរត្រេកអរនិងរំភើបរីករាយដោយទៅនឹងគ្រួសាររបស់យុទ្ធជនទាំង18រូបដូចគ្នាដែរពីព្រោះថាប្រជាជនកម្ពុជានៅទូទាំងប្រទេសបានរួមកម្លាំងគ្នាជាធ្លុងមួយគឺបង្ហាញនៅសាមគ្គីភាពដ៏មហាសាមគ្គីជាធ្លុងមួយនៅក្នុងការគ្រប់គ្រងការជឿជាក់ឧ
ឧបត្ថម្ភសពគ្រប់បែបយ៉ាងជូនដល់យុទ្ធជនរបស់យើងដែលបាននៅកំពុងបំពេញតួនាទីដ៏សកម្មនិងអង្គអាចជាទីបំផុតនៅក្នុងការការពារបូរណភាពទឹកដីនិងដែនអធិបតេយ្យរបស់កម្ពុជាប្រឆាំងដាច់ខាតទៅនឹងសត្រូវដែលឈ្លានពានបូរណភាពទឹកដីរបស់កម្ពុជាក៏ដូចជាក្តីបារម្ភនឹងការទន្ទឹងរង់ចាំចំពោះយុទ្ធជនកម្ពុជាទាំង18រូបនៅពេលនេះដែលបានត្រឡប់មកកាន់ប្រទេសកំណើតប្រកបដោយសុវត្ថិភាពហើយបើតាមកម្មវិធីដែលក្រុងទុកបន្ទាប់ពីការជួបទទួលស្វាគមន៍នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញយើងហៅថាពលានយន្តហោះពោធិ៍ចិនតុងហើយនោះក៏នឹងមានការជូនដំណើរបន្តទៅកាន់ស្រុកកំណើតរបស់យុទ្ធជនរបស់យើងទាំង18រូបដោយក្នុងនោះយើងឃើញថារដ្ឋបាលរាជធានីភ្នំពេញក៏បានត្រៀមនៅរថយន្តក្រុងសាធារណៈនៅក្នុងការជូនដំណើរយុទ្ធជនទាំង18រូបរួមទាំងក្រុមគ្រួសារទៅកាន់ស្រុកកំណើតផងដែរចា៎ទូរទស្សនិកជនជាទីគោរពនេះខ្ញុំក៏សូមបញ្ជាក់ផងដែរថាការដោះលែងយោធិនកម្ពុជាចំនួន18រូបត្រឡប់មកមាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាពគឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជានិងថៃនៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅ GBC រវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ស្ថិតក្នុងចំណុចទី11ដែលបានកំណត់ថាបន្ទាប់ពីការគោរពយ៉ាងពេញលេញក្នុងរយៈពេល72ម៉ោងនៃបទឈប់បាញ់ដែលត្រូវបានចូលជាធរមានកាលពីវេលាម៉ោង 12:00 នាទីថ្ងៃត្រង់ម៉ោងក្នុងស្រុកនៅថ្ងៃទី27ខែធ្នូឆ្នាំ2025ហើយនៅក្នុងដំណើរនៃការវិលត្រឡប់របស់យោធិនទាំង18រូបរបស់យើងក៏មានការចូលរួមសង្កេតការពីសំណាក់ក្រុមអ្នកសង្កេតការអាស៊ាន AOT និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICOC ហើយការដោះលែងយោធិនរបស់យើងទាំង18នាក់នេះក៏ស្របជាមួយទៅនឹងស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025រវាងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃក្រោមការធ្វើជាសាក្សីរបស់ឯកឧត្តមដូណាល់ត្រាំប្រធានាធិបតីនៃសហរដ្ឋអាមេរិកនិងឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីជាមួយនឹងក្តីរំភើបរីករាយនិងរំភើបសប្បាយយ៉ាងក្រៃលែងនៃការទទួលស្វាគមន៍ចំពោះការអញ្ជើញនិវត្តន៍មកកាន់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាពខ្ពស់នេះយើងឃើញថាយុទ្ធជនរបស់យើងទាំង18រូបក៏បានបង្ហូរនៅទឹកភ្នែកដែលបានបង្ហាញអំពីក្តីរំភើបដែលបានជួបជុំឪពុកជួបជុំម្ដាយជួបជុំភរិយាជួបជុំកូនជាទីស្រឡាញ់ប្រកបដោយទឹកមុខដ៏រីករាយនៅពេលនេះគឺជាអ្វីដែលជាក្តីប្រាថ្នារបស់ប្រជាជនកម្ពុជានៅទូទាំងប្រទេសជាពិសេសជាក្តីប្រាថ្នារបស់ក្រុមគ្រួសាររបស់កងទ័ពរបស់យើងដែលបានទន្ទឹងរង់ចាំអស់រយៈពេលជាយូរជាមួយគ្នានឹងភាពរីករាយនេះយើងឃើញថាមហាជនជាប្រជាពលរដ្ឋកម្ពុជានៅក្នុងរាជធានីភ្នំពេញក៏បានចេញមកទទួលស្វាគមន៍នៅតាមសងខាងដងមហាវិថីសហព័ន្ធរុស្ស៊ីនៅឯមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញរបស់យើងគឺទោះបីជាអាកាសធាតុមានលក្ខណៈក្តៅយ៉ាងណាក៏ប៉ុន្តែនៅតែទន្ទឹងរង់ចាំឈរត្រៀមទទួលអបអរសាទរចំពោះការវិលត្រឡប់មកវិញប្រកបដោយសុវត្ថិភាពរបស់យុទ្ធជនកម្ពុជាទាំង18រូបរបស់យើងនៅពេលនេះនេះគឺជាក្តីរំភើបនិងក្តីរីករាយរបស់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសហើយជាមួយគ្នានោះដែរបើតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិដែលបានចុះនៅថ្ងៃទី7ខែកញ្ញាឆ្នាំ2025កន្លងទៅក៏បានបង្ហាញឲ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការដោះលែងនិងធ្វើមាតុភូមិនិវត្តន៍របស់កងទ័ពកម្ពុជាទាំង18រូបនៅក្នុងនោះយើងឃើញថាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានផ្ដល់អាទិភាពខ្ពស់បំផុតលើការធានាឲ្យមានការដោះលែងនិងធ្វើមាតុភូមិនិវត្តន៍របស់កងទ័ពកម្ពុជាទាំង18រូបដែលកងកម្លាំងថៃបានឃុំខ្លួនបន្ទាប់ពីបទឈប់បាញ់នៅថ្ងៃទី28ខែកក្កដាឆ្នាំ2025សម្ដេចធិបតីក៏បានណែនាំដោយផ្ទាល់ដល់ស្ថាប័នរាជរដ្ឋាភិបាលក្នុងការរិះរកគ្រប់មធ្យោបាយដែលអាចធ្វើទៅបានតាមទ្វេភាគីតំបន់និងអន្តរជាតិដើម្បីធានាបាននូវការវិលត្រឡប់មកវិញយ៉ាងឆាប់រហ័សនៃកងទ័ពទាំងនោះដោយសង្កត់ធ្ងន់ថាសុខុមាលភាពរបស់កងទ័ពដែលត្រូវបានឃុំខ្លួនគឺជាបញ្ហានៃសេចក្តីថ្លៃថ្នូររបស់ជាតិនិងជាក្តីកង្វល់ផ្នែកមនុស្សធម៌ជាបន្ទាន់
ការចូលរួមដោយផ្ទាល់របស់សម្ដេចមហាបវរធិបតីឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាក្នុងការការពារប្រជាជនកម្ពុជារបស់ខ្លួនរក្សាអធិបតេយ្យជាតិនិងដោះស្រាយបញ្ហាដោយសន្តិវិធីក្នុងស្មារតីភាពជាអ្នកជិតខាងល្អនិងការជឿទុកចិត្តគ្នាទៅវិញទៅមកក្នុងការគ្រប់គ្រងដល់ការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រីឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានអនុវត្តគំនិតផ្ដួចផ្ដើមការទូតយ៉ាងខ្ជាប់ខ្ជួនដោយលើកឡើងជានិច្ចនៅបញ្ហានេះជាមួយដៃគូទ្វេភាគីតំបន់និងអន្តរជាតិសំខាន់ក៏ដូចជាជាមួយនឹងបណ្ដាអង្គទូតនៅរាជធានីភ្នំពេញនិងអិសរាជជនបរទេសដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជារួមទាំងប្រេសិតពិសេសសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គរបស់ជប៉ុនដើម្បីអំពាវនាវឲ្យមានការដោះលែងកងទ័ពកម្ពុជាជាបន្ទាន់ក្រោមការណែនាំរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានបង្កើនកិច្ចខិតខំប្រឹងប្រែងនេះដោយចេញកំណត់ទូតធ្វើបទបង្ហាញអំពីស្ថានភាពដល់បណ្ដាអង្គទូតបរទេសចូលរួមជាមួយនឹងយន្តការអាស៊ាននិងរក្សាកិច្ចសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនឹងបណ្ដាប្រទេសជាមិត្តនិងអង្គការអន្តរជាតិនានាកិច្ចខិតខំប្រឹងប្រែងទាំងនេះបានគូបញ្ជាក់អំពីការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការការពារសិទ្ធិរបស់ប្រជាជនខ្លួនការលើកកម្ពស់ការកាត់បន្ថយភាពតានតឹងនិងការរកគោលការណ៍មនុស្សធម៌អន្តរជាតិហើយក្រសួងការពារជាតិក៏បានសម្របសម្រួលយ៉ាងសកម្មជាមួយនឹងភាគីថៃតាមរយៈយន្តការយោធាទ្វេភាគីដែលមានស្រាប់ដើម្បីជំរុញឲ្យមានការវិលត្រឡប់ដោយសុវត្ថិភាពនៃកងទ័ពកម្ពុជាទាំង18រូបនៅពេលនេះចាទូទស្សនិកជនជាទីគោរពនិងជាទីមេត្រីដល់ឡែកចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅ GBC រវាងព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំខេត្តបៃលិនប្រទេសកម្ពុជានិងបានប្រកាសខេត្តចន្ទបុរីប្រទេសថៃដោយនៅក្នុងនោះមានការឯកភាពទៅលើលក្ខខណ្ឌនិងវិធានការមួយចំនួនតាក់ទងទៅនឹងទី1ភាគីទាំងពីរគឺបានឯកភាពគ្នាទៅលើបទឈប់បាញ់ជាបន្ទាន់ក្រោយការចុះហត្ថលេខាលើសេចក្តីប្រកាសរួមនេះគិតចាប់ពីម៉ោង12:00 នាទីថ្ងៃត្រង់ម៉ោងក្នុងស្រុកថ្ងៃទី27ខែធ្នូឆ្នាំ2025ពាក់ព័ន្ធទៅនឹងការប្រើប្រាស់អាវុធគ្រប់ប្រភេទនៅក្នុងគ្រប់ករណីនិងនៅគ្រប់តំបន់ដែលរួមបញ្ចូលទាំងការវាយប្រហារលើជនស៊ីវិលគោលដៅនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងកម្មវត្ថុខាងយោធារបស់ភាគីម្ខាងទៀតដែលភាគីទាំងពីរត្រូវជៀសវាងការផ្ទុះអាវុធដោយគ្មានមូលហេតុឬធ្វើសកម្មភាពរុលទៅមុខឬចល័តតបទៅលើទីតាំងឬក៏កងកម្លាំងរបស់ភាគីម្ខាងទៀតទោះស្ថិតក្នុងកលៈទេសៈណាក៏ដោយភាគីទាំងពីរមិនត្រូវបំពានកិច្ចព្រមព្រៀងនេះជាដាច់ខាតទូទស្សនិកជនជាទីគោរពនិងជាទីមេត្រីដល់ឡែកយើងនឹងមានសេចក្តីរាយការណ៍ចេញពីទីតាំងនៃការចាត់ទទួលស្វាគមន៍វីរយុទ្ធជនរបស់យើងទាំង18រូបដែលមានលោកស្រីអោលក្ខណាដែលនឹងធ្វើសេចក្តីរាយការណ៍យកអត់យ៉ាងសិនខ្ញុំចង់និយាយខ្ញុំស្រែកមួយសិនហើយវាយើងកថាតិចនេះយើងយករូបបាននេះចាក់ជនជាតិដែលកំពុងតែបង្ហាញជូនចាលោកស្រីប្រិមត្តទូទស្សនិកជនជាទីគោរពនាងខ្ញុំជឿជាក់ថាទូទស្សនិកជនដែលកំពុងតែបានតាមដាននៅការទស្សនាផ្សាយផ្ទាល់ពិសេសនៅពេលនេះគឺកំពុងតែមានក្តីរំភើបយ៉ាងក្រៃលែងដោយសារតែមានបងប្អូនប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីលោកគ្រូអ្នកគ្រូបញ្ញវន្តគឺកំពុងតែមកយ៉ាងច្រើនកកមែនទែនដើម្បីទទួលស្វាគមន៍នៃការអញ្ជើញដល់របស់វរៈកងទ័ពដ៏អង្អាចក្លាហានរបស់យើងទាំង18រូបដែលនឹងចាក់ចេញពីប្រលានយន្តហោះមកដល់តាមផ្លូវសហព័ន្ធស៊ីនាពេលបន្តិចទៀតនេះយើងឃើញថានៅលើដៃរបស់ពួកគាត់គឺមានទង់ជាតិកម្ពុជាបានបករវិចប្រកបដោយស្នាមញញឹមព្រោះថាបន្តិចទៀតនេះទេគាត់នឹងបានឃើញនៅក្បួនរថយន្តពិសេសរបស់កងទ័ពទាំង18រូបដែលបានវិលមកកាន់មាតុប្រទេសវិញបន្ទាប់ពីត្រូវបានភាគីថៃចាប់ខ្លួនក្រោយបាត់ឈប់បាញ់រយៈពេល155ថ្ងៃនៅក្នុងថ្ងៃនេះគឺជាក្តីរំភើបយ៉ាងក្រៃលែងទាំងអស់នេះគឺជាកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាយ៉ាងសស្រាក់សស្រាំប្រើអស់គ្រប់មធ្យោបាយទាំងបែបការទូតនៅវិធីសាស្ត្រផ្សេងធ្វើយ៉ាងណាដើម្បីឲ្យក្រុមគ្រួសារវីរៈកងទ័ពរបស់យើងបានជួបជុំកូនជាទីស្រឡាញ់ប្តីជាទីគោរពឪពុកជាទីស្រឡាញ់របស់កូននោះគឺបានជួបជុំគ្នាចាទស្សនវិជ្ជាអំបញ្ញមិញនៅពេលដែលនាងខ្ញុំឃើញក្រុមគ្រួសាររបស់វីរៈកងទ័ពទាំង18រូបនោះគឺមានប្រពន្ធ